ដាក់លក់ក្នុងតម្លៃ6លានដុល្លារនេះបងទិញបានតម្រៃទៀតមួយហ្នឹងស្ទូចហ្នឹងក៏បានដែរត្រីនៅមុខហ្នឹងមិនបាច់ទៅណាឆ្ងាយនេះមិនមែនវីឡាទេចូលរីសតទេបងទិញទៅដូចបានរីសតមួយចឹងស្អីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានប្រភេទវីឡាឯកជនមួយកន្លែងដែលគេដាក់លក់ក្នុងតម្លៃ6លានដុល្លារ6លានដុល្លារវីឡានេះស្អាតមែនតើមានអាងហែទឹកនៅខាងមុខអាងត្រីសំខាន់ទំហំដីគេគឺធំមែនតើដល់ទៅ8000ម៉ែត្រការ៉េជាងបងប្អូនអាចមើលខាងមុខអាងត្រីជាមួយនឹងអាងហែទឹកនៅខាងមុខនេះហ្មងប្រភេទវីឡានេះបាទហើយវីឡានេះក៏គេដាក់ជួលដែរតម្លៃ12000ចាំមើលខ្ញុំដាក់វីដេអូបង្ហាញ review ខាងក្នុងបន្ទប់មួយឲ្យមើលទាំងអស់គ្នាឥឡូវយើងមកមើលវេរកដាខាងក្រៅទាំងអស់គ្នាអានេះខាងនេះបន្ទប់គេងមាន2ហើយខាងនេះបន្ទប់គេងក៏មានយើងថតមិញហ្នឹងបន្ទប់គេងមួយ master bedroom ឥឡូវយើងចេញទៅមើលខាងក្រៅទាំងអស់គ្នាបាទនិយាយរួមវីឡានេះគឺគេធ្វើអាងទឹកនៅខាងមុខតែម្ដងប្រភេទវីឡានេះហើយខាងមុខនេះក៏មានអាងទឹកមួយអាងត្រីមួយហើយផ្ទះមានផ្ទះសម្រាប់ប្រជុំសិនជាបងប្អូនគាត់ទិញយកទៅអាចថាយើងធ្វើជាទុកជាវិនិយោគជាលក្ខណៈ resort ក៏បានឬមួយអញ្ចឹងខាងមុខនេះគឺបន្ទប់សាប្រជុំនោះបន្ទប់សាប្រជុំមានបន្ទប់បាយមួយដែរបន្ទប់ហលដែរខាងនេះក៏មានហលដែរហលប្រជុំដែរអានេះគឺបន្ទប់ទឹកខាងមុខអញ្ចឹងនេះយើងទិញទៅធ្វើដូច resort ក៏បានដែរហើយម្លុកនេះម្លុកប្រៃឯងម្លុកអន្តរចាប់អារម្មណ៍អាចតាក់ទងមកខាងខ្ញុំបានអញ្ចឹងវេលានេះបន្ទប់គេងដល់ទៅ10បន្ទប់ទឹក18បន្ទប់ទឹកច្រើនបន្ទប់ទឹកមាននៅខាងក្រៅអញ្ចឹងហើយបន្ទប់នេះមួយស្អាតថ្មីហ្មងវេលានេះអត់មានអ្នកនៅទេભાઈបន្ទប់គេ1 2 3លើមកទៀត4តាមទៅកៅដល់ក៏យើងចេញមកគឺអាងហែទឹកហ្មងអាងហែទឹកគេស្ភាពអញ្ចឹងខាងនេះអាងហែទឹកខាងនេះអាងត្រីហែហ្នឹងមួយហ្នឹងស្ទូចហ្នឹងក៏បានដែរត្រីនៅមុខហ្នឹងមិនបាច់ទៅណាឆ្ងាយដាក់នេះមិនមែនវីឡាទេចូលរីសតទេបងទិញទៅដូចបានរីសតមួយអញ្ចឹងដាក់តម្រៃឲ្យទៀតតម្រៃថ្មនេះតម្រៃថ្មនេះតម្រៃថ្មបានតម្រៃមានស្អាតតែមិនមែនវីឡាទេរីសតបាទតែបងប្រុសក៏ប្រាប់ថាវីឡាតែខ្ញុំថារីសតបងប្អូនមើលមានអាងទឹកមានអាងត្រីនេះត្រីសិតត្រីបងប្អូនសិតត្រីមួយទៀតគេដេកមករបៀបរីសតហ្មងស្អាតមែនតើហ្មងទិញទៅបានទាំងវីឡាបានទាំងរីសតជាក់ដល់ទៀតបងវីឡាប្រភេទរីសតនេះក៏គេដាក់ជួលដែរគឺតម្លៃ12000អានេះបងជួលទៅបើកឲ្យភ្ញៀវទេសចរប្រមូលលុយវិញបានមួយឆ្នាំ100,000អត់ខុសទេបងជួលវីឡានេះក៏បានបើទិញដាច់ក៏ល្អដែរមើលម៉ូដនេះគឺម៉ូដវីឡានិយាយទៅមើលអត់សាំផ្នែករាប់សិបឆ្នាំហ្មងម៉ូដនេះគឺគេមើលគឺអនាគតមកដាក់គេធ្វើម៉ូដនេះឡើងមកម៉ូដពេញនិយមនេះបន្ទប់សាប្រជុំគេក៏ធំដែរបងប្អូនមើលកៅទៅហ្មងនេះបន្ទប់សាប្រជុំស្អាតមែនទេ